chẳng hạn bạn khiêm xôm chun dự bò mùi đã khiêm càng chun mà sao mình đã khiêm thà chỉ rồi một đàn mũi đã khiêm mơ vì thi không ca cho chá cứ nhung sầm tay từ lư lục sọc án pe đấy có tranh một trò chá vì rương bành ham prom đan và prom đan Campuchia chỉ mùi nâng thay rồi đó sầm lại bàn MOU nữa và chim sẽ cứมัน MOU คือเรื่องประเพียงบาเรื่องประเพียงนั้นบ่ตามខ្ញុំដឹងគឺគាត់បានសុំជួបជាមួយនឹងទូតរបស់សហរដ្ឋអាមេរិកបាទទូតជាមួយសហរដ្ឋអាមេរិកពេលនោះទូតសហរដ្ឋអាមេរិកគាត់មិនព្រមទទួលស្ដាប់ទេបាទគាត់ថាទោះបីជាលោកបញ្យលយ៉ាងណាក៏គឺយើងមានជំហរចេញមកដើម្បីការពារថៃហើយបាទគ្រប់គ្រងថៃប៉ុន្តែបើតាមការរៀបរាប់ឲ្យដឹងគឺដែលខ្ញុំដឹងមកគឺគាត់ថាជំហរយ៉ាងម៉េចក៏ដោយគាត់យល់បានប៉ុន្តែសូមមួយម៉ោងមកបាទសូមជួបបន្តិចមកបាទដើម្បីឲ្យគាត់បញ្យល់ខ្លះបាទដល់អញ្ចឹងទៅអាមេរិកគាត់ថាមិនអ្វីជាខាតទេអញ្ចឹងស្ដាប់បន្តិចទៅបាទស្ដាប់ចុះស្ដាប់ឡើងការបញ្យល់វាមានហេតុផលមានឯកសារត្រឹមត្រូវមានតល័យក៏ត្រឹមត្រូវធ្វើឲ្យអាមេរិកផ្លាស់ប្ដូរជំហរវិញបាទដូច្នេះសំខាន់ឲ្យបានស្ដាប់សិនធ្វើតាមជារឿងប្រិមិត្តប៉ុន្តែសំខាន់មកទទួលយកព័ត៌មានសិនសម្រាប់ការពិចារណាជារឿងមួយសំខាន់ណាស់បាទកុំតែយើងបិទតិចបិទភ្នែកអត់មើលអាហ្នឹងកំណត់យើងគួយសម័យឃើញបណ្ណាចេញប៉ុណ្ណឹងហើយអញ្ចឹងហើយបានជាខ្ញុំនិយាយជាមួយប្រិមិត្តក្នុងពេលកន្លងមកពេលដែលនៅម្នាក់ឯងហ្នឹងគឺប្រយ័ត្នកំណត់នឹងមែនតើបាទហើយពេលដែលជួបជាមួយនឹងញាតិមិត្តហ្នឹងគឺប្រយ័ត្នសម្ដីហ្នឹងបាទពេលខ្លះសម្ដីរបស់យើងគេអាចដឹងអំពីផ្នត់កំណត់របស់យើងពេលដែលយើងនៅម្នាក់ឯងគិតមិនបាទគឺឥឡូវនេះថៃកំពុងតែចេញមកការពារខ្លួនថាការដែលដាក់ជើងឈរព័ត៌មានយោធារបស់ខ្លួនហ្នឹងគឺនៅលើទឹកដីរបស់ខ្លួនទេមិនមែនជាការឈានពានទេប្រតិកម្មនេះគឺកើតឡើងក្រោយពីសារព័ត៌មានអន្តរជាតិដូចជា Al Jazeera ជាដើមបានបង្ហាញថាទីតាំងដែលយោធាថៃកំពុងចូលជើងនេះគឺនៅពីក្រោយនោះគឺជាភូមិរបស់ប្រជាពលរដ្ឋកម្ពុជាបាទហើយក្នុងពេលដែលជាមួយគ្នានេះដែរគឺខាងជំហររបស់រដ្ឋាភិបាលកម្ពុជាថាអ្វីដែលកើតឡើងនេះគឺក្រោយពីបទជបាញ់ហើយកម្ពុជាមិនទទួលស្គាល់នៅអ្វីដែលជាចំណាត់ការឯកតោភាគីពីខាងភាគីថៃនោះទេគឺខ្ញុំដកស្រង់ពីសេចក្តីរាយការណ៍ជាច្រើនសារព័ត៌មានជាច្រើនបូកបញ្ចូលគ្នារួមទាំងប្រភពពីខាងរដ្ឋាភិបាលកម្ពុជាផងដែរគឺប្រិមិត្តនៅក្នុងរយៈពេលប្រហែលថ្ងៃមុននេះខាងសារព័ត៌មានបរទេសបាទជាពិសេសដូចជា Al Jazeera ជាដើមបានរាយការណ៍ពាក់ព័ន្ធនឹងការដែលថៃដាក់របងរូបបន្លាដាក់កុងតឺន័រនៅតំបន់បដៅប្រយុទ្ធគ្នាហើយបានផ្អាកដោយសារតែបទជបាញ់នោះហើយទីតាំងដែលដាក់នោះគឺចូលមកក្នុងទឹកដីរបស់កម្ពុជាហើយបាំងភូមិរបស់ប្រជាពលរដ្ឋមិនឲ្យពួកគាត់វិលត្រឡប់ទៅភូមិវិញទៅតាមកិច្ចព្រមព្រៀងដែលបានសន្យាជាមួយគ្នាក្នុងពេលក្រោយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានោះបាទហើយសារព័ត៌មានបានរាយការណ៍ចេះឥឡូវនេះខាងភាគីថៃបាទភាគីថៃជាពិសេសគឺតាមរយៈអ្នកនាំពាក្យយោធារបស់ខ្លួនបាទគឺលោកវិនថៃស៊ូបារីគាត់បាននិយាយថាទីតាំងដែលថៃចូលនេះគឺនៅក្នុងទឹកដីរបស់ខ្លួនតែប៉ុណ្ណោះគឺមិនមែនជាការចូលឈានពានទេឥឡូវនេះគឺថៃកំពុងតែខិតខំបង្ហាញថាខ្លួនឈរដោយស្របច្បាប់ទៅលើទឹកដីរបស់ខ្លួនក៏ប៉ុន្តែគឺជាទឹកដីដែលមានភូមិប្រជាពលរដ្ឋកម្ពុជារស់នៅទីនោះហើយថៃក៏ថាដោយសារតែពលរដ្ឋកម្ពុជានឹងចូលទន្ទ្រានដីរបស់គាត់នឹងគឺ40ឆ្នាំមកហើយបាទនេះបើតាមអ្នកនាំពាក្យរបស់ខាងយោធារបស់ថៃនោះក៏ប៉ុន្តែសារព័ត៌មានបរទេសបាទហើយនឹងប្រភពពីរដ្ឋាភិបាលកម្ពុជាមិនបានរាយការណ៍ឬក៏បង្ហាញដោយអ្វីដែលថៃអះអាងនោះទេហើយខាងអ្នកនាំពាក្យរបស់ថៃក៏ហាក់ដូចជាខឹងសម្បានឹងសារព័ត៌មានបរទេសផងដែរដែលបានរាយការណ៍ទាំងអស់នេះថាថៃឥឡូវនេះគឺជាអ្នកដែលរំលោភច្បាប់ដែលចូលឈានពានទឹកដីរបស់កម្ពុជាហើយក៏ថាសារព័ត៌មានណាដែលរាយការណ៍យ៉ាងណានឹងជារឿងរបស់ពួកគេបាទក៏ប៉ុន្តែថៃនៅតែប្រកាន់ជំហរថាវត្តមានរបស់ខ្លួននៅតាមបណ្ដោយព្រំដែននេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ថៃនៅក្នុងការគ្រប់គ្រងអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះគឺដោយសារតែទឹកដីនេះគេបានចូលមកឈានពានអស់ជាច្រើនទសវត្សរ៍មកហើយបាទនេះគឺជាអ្វីដែលខាងភាគីថៃបានរៀបរាប់ក៏ប៉ុន្តែខាងភាគីកម្ពុជាបាទជាពិសេសដូចជានៅថ្ងៃនេះបើតាម
សេចក្តីរាយការណ៍នេះឲ្យដឹងថាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាក៏លោកបាននិយាយឲ្យដឹងផងដែរថាសកម្មភាពមួយចំនួនរបស់ភាគីថៃដូចជារឿងដាក់កុងតឺន័របាទអូសលួចបន្លាហើយនឹងដោតទងជាដើមនោះគឺជាសកម្មភាពមួយដែលបំពេញទៅនឹងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅនេះបាទអញ្ចឹងគឺពាក្យកន្លឹះបាទពាក្យកន្លឹះគឺកម្ពុជាបានចាត់ទុកថាថៃរំលោភបាទបំពេញសកម្មភាពរំបំពេញទៅលើកិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នាបាទអញ្ចឹងនេះគឺជារឿងមួយដែលយើងទៅតាមដានផងដែរបាទហើយអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាហ្នឹងគឺគាត់ថាកម្ពុជាមិនទទួលស្គាល់នឹងការកែប្រែបាទខ្សែបន្តព្រំដែនណាមួយដែលចេញពីការប្រើប្រាស់ដោយកម្លាំងនោះឡើយបាទអញ្ចឹងគឺងាកត្រឡប់ទៅរកច្បាប់អន្តរជាតិដែលថៃខ្លួនឯងក៏បានយល់ព្រមដែរហើយទន្ទឹមគ្នានោះដែរគឺសារព័ត៌មាននានានៅក្នុងប្រទេសថៃក៏បាននិយាយអំពីគេហៅថាទ្វេគ្រោះ dilemma ដែលខាងរដ្ឋាភិបាលថ្មីរបស់ថៃដែលអាចនឹងកើតឡើងក្រោយពីការបោះឆ្នោតថ្ងៃទី8ខែកុម្ភៈនេះជួបប្រទះផងដែរជាពិសេសពាក់ព័ន្ធជាមួយនឹងអនុសារណៈស្តីពីការយោគយល់ឆ្នាំ2000 MOU ឆ្នាំ2000ដែលផ្ដោតទៅលើការកំណត់ព្រំដែនសីមាព្រំដែនគោករវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃពីព្រោះមានចំណុចមួយចំនួនជាលទ្ធផលនៃការបានមកពីកិច្ចព្រមព្រៀង MOU នេះគឺដោយឈរទៅលើផែនទីលើຂະຫນາດ1លើ200,000បាទហើយសារព័ត៌មានរបស់ថៃក៏បានបញ្ជាក់ឲ្យដឹងថាកាលពីមុនគឺមានការស្នើឡើងនៅឲ្យលុបចោលនៅ MOU បាទដែលនៅខាងប្រទេសថៃគេថា MOU 43ហើយនិង44ហ្នឹងបាទគឺឆ្នាំ2000ហើយនិង2001សំដៅទៅលើខាងព្រំដែនទឹក2000ទៅលើព្រំដែនគោកបាទឥឡូវនេះគឺដោយសារតែការរំលាយសភានៅក្នុងប្រទេសថៃអញ្ចឹងធ្វើឲ្យការសម្រេចពិនិត្យមើលទៅលើ MOU នេះត្រូវលុបចោលបាទអញ្ចឹងគឺអ្វីដែលជាបន្ទុកគឺទៅលើរដ្ឋាភិបាលថ្មីនេះថាតើត្រូវគោរពយ៉ាងណាពីព្រោះអីបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាគាត់បានបញ្ជាក់ថាកម្ពុជាបានបោះមួយជំហានដោយចូលទៅលើច្បាប់ត្រឹមត្រូវតែម្ដងគឺសូមឲ្យជួបប្រជុំនៅគណៈកម្មាធិការព្រំដែនចម្រុះ JBC នៅខេត្តសៀមរាបនៅដើមខែមករានេះឯងសប្តាហ៍ទី1ទៀតផងប៉ុន្តែខាងភាគីថៃជាពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសថៃក៏ថាពេលវេលាមិនទាន់សមស្របនៅឡើយទេបាទក៏ប៉ុន្តែបើទោះបីជាពេលនេះមិនទាន់សមស្របបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃក៏ថាក៏រដ្ឋាភិបាលថ្មីមិនអាចគេចពីបញ្ហានេះដែរថាតើត្រូវលុបចោលឬក៏ត្រូវជួបជាមួយនឹងកម្ពុជាគឺកម្ពុជានៅតែប្រើទៅលើរឿងហ្នឹងពីព្រោះអីអ្វីដែលព្រមព្រៀងកន្លងមកគឺលើផែនទីຂະຫນາດ1លើ200,000ក្នុងពេលដែលក្រោយពីបទជបាញ់នេះគឺថៃគាត់យកផែនទីលើຂະຫນາດ150,000មកជាការអះអាងដែលជាការមួយជាឯកតោភាគីដែលមិនមានការទទួលស្គាល់ពីអន្តរជាតិនោះទេបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបាទសារព័ត៌មានក៏ថាបាទបើទោះបីជារដ្ឋាភិបាលថ្មីនេះជ្រើសរើសក្នុងការអនុវត្តតាមអ្វីដែលមានក៏ដោយពិនិត្យមើលឡើងវិញក៏ដោយបាទឬក៏កែប្រែនៅ MOU នឹងក៏ដោយឬក៏លុបចោលទាំងសងតែម្ដងគឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ការសម្រេចចិត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្មីហ្នឹងក៏ប៉ុន្តែបញ្ហាជាក់ស្ដែងយ៉ាងណាគឺនៅតែមិនទាន់ច្បាស់នៅឡើយបាទហើយបាទសារព័ត៌មានបាននិយាយច្រើនពីខាងភាគីកម្ពុជាដាក់សម្ពាធទៅលើខាងភាគីថៃអីជាដើមបាទក្នុងការឲ្យគោរពតាមកិច្ចព្រមព្រៀងបាទនេះគឺជាសេចក្តីរាយការណ៍នៅសារព័ត៌មានរបស់ប្រទេសថៃក្នុងថ្ងៃនេះដែលជាសរុបមកគឺបានន័យថាកម្ពុជាគឺប្រើយន្តការច្បាប់ត្រឹមត្រូវបាទដែលទាមទារតាមអ្វីដែលថៃព្រមព្រៀងខ្លួនឯងនឹងតែម្ដងក៏ប៉ុន្តែភាគីថៃឲ្យយកលើឱកាសដែលកំពុងតែមិនមានរដ្ឋាភិបាលជាក់លាក់មួយហើយនឹងរៀបចំការបោះឆ្នោតនោះអាចនឹងពន្យាពេលបាទអាចនឹងជាពន្យាពេលដោះសារខ្លះក៏ប៉ុន្តែក៏មិនឲ្យរួចខ្លួនដែរនេះបើតាមសេចក្តីរាយការណ៍របស់សហព័ន្ធមានថៃក៏ថាអញ្ចឹងណាក៏គឺបន្ទុកនោះត្រូវធ្លាក់ទៅលើរដ្ឋាភិបាលថ្មីដដែលទេហើយចំណុចមួយទៀតនៅក្នុងសេចក្តីរាយការណ៍ដែលខ្ញុំសង្ខេបជូននេះគឺបាទសហព័ន្ធមានអន្តរជាតិបានចាប់ផ្ដើមបង្ហាញនៅសកម្មភាពនៃការដែលបាទចូលរំលោភបំពានរបស់ថៃទៅលើទឹកដីកម្ពុជាក្នុងខណៈពេលដែលថៃឥឡូវនេះខិតខំប្រឹងប្រែងពន្យល់មកវិញបាទតើគេជឿប៉ុណ្ណាបាទនឹងគឺ
ចាំមើលទៅទៀតដែរណាបាទនឹងគឺជាសេចក្តីរាយការណ៍នេះដែលខ្ញុំដកស្រង់ជូនប្រិយមិត្តសម្រាប់ព័ត៌មានទី1នេះហើយព័ត៌មានទី2នេះគឺជាសេចក្តីជូនដំណឹងបាទសេចក្តីជូនដំណឹងបន្តទៀតរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាទៅដល់ពលរដ្ឋរបស់ខ្លួនបាទអញ្ចឹងគឺមានពលរដ្ឋអាមេរិកាំងទាំងខ្មែរអាមេរិកាំងបាទអាមេរិកាំងដើមកំណើតដូចជាដើមបាទដែលកំពុងតែធ្វើដំណើរទៅលេងប្រទេសកម្ពុជាក្តីកំពុងតែរស់នៅប្រទេសកម្ពុជាក្តីនិងក្រុងទៅលេងប្រទេសកម្ពុជាក្តីបាទគឺត្រឹមថ្ងៃទី2ខែមករានេះគឺខាងស្ថានទូតរបស់សហរដ្ឋអាមេរិកបាទបញ្ជាក់ថាពលរដ្ឋរបស់ខ្លួនគួរតែបន្តជៀសវាងការធ្វើដំណើរនៅក្នុងចម្ងាយ50គីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃបាទគឺស្ថានទូតរបស់សហរដ្ឋអាមេរិកសូមរំលឹកពលរដ្ឋរបស់ខ្លួនឲ្យចាត់វិធានការប្រុងប្រយ័ត្នខ្ពស់បាទហើយនឹងបង្កការពារសុវត្ថិភាពផ្ទាល់ខ្លួនផងដែរនៅក្នុងខេត្តទាំងឡាយណាដែលជាប់នឹងតំបន់ព្រំដែននេះដោយសារតែស្ថានភាពសន្តិសុខគឺនៅតែមិនទាន់អាចព្យាករបាន unpredictable security conditions បាទអញ្ចឹងណាបាទដូច្នេះសហរដ្ឋអាមេរិកគឺដោយសារតែខ្លួនមានលទ្ធភាពតិចតួចនៅក្នុងការផ្ដល់ការជួយគ្រប់គ្រងនៅក្នុងពេលដែលមានគ្រាមានអាសន្នដូច្នេះត្រូវប្រុងប្រយ័ត្នខ្លួនឯងផងដែរអញ្ចឹងគឺពលរដ្ឋអាមេរិកដែលរស់នៅឬក៏ធ្វើដំណើរជិតតំបន់ប៉ះពាល់បាទគួរតែគោរពទៅតាមអ្វីដែលអាជ្ញាធរសន្តិសុខរបស់កម្ពុជាបានផ្ដល់ជូនប្រាប់ជាយោបល់មកហើយនឹងត្រាំពិនិត្យមើលបាទស្ថានភាពនៅតាមបណ្ដោយស្ថានភាពព័ត៌មានបច្ចុប្បន្នភាពពីអាជ្ញាធរជាប់ជាប្រចាំបាទនេះគឺជាអ្វីដែលខាងស្ថានទូតរបស់សហរដ្ឋអាមេរិកបានណែនាំពលរដ្ឋរបស់ខ្លួនឲ្យប្រុងប្រយ័ត្នបាទហើយមកដល់ថ្ងៃនេះបាទបើយោងតាមប្រភពពីរដ្ឋាភិបាលកម្ពុជាគឺមានពលរដ្ឋកម្ពុជាប្រមាណជា15,000នាក់ហើយបានវិលទៅលំនៅឋានរបស់ខ្លួនវិញក្រោយពីមានបទចុះបាញ់ក៏ប៉ុន្តែក៏នៅមានជាង30,000នាក់ដែរដែលនៅមិនទាន់បានវិលត្រឡប់ទៅវិញទេបាទអញ្ចឹងបានន័យថាស្ថានភាពនៅបន្តតាមដាននៅឡើយបាទនេះគឺជាព័ត៌មានទី2ដែលខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី3នេះគឺជាព័ត៌មានតាក់ទងជាមួយនឹងប្រទេសអ៊ីរ៉ង់គឺនៅក្នុងប្រទេសអ៊ីរ៉ង់បាទគឺនៅថ្ងៃសុក្រនេះបាទនៅថ្ងៃសុក្រនេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសរសេរសារតាមបណ្ដាញសង្គម Truth Social របស់លោកថាបាទសហរដ្ឋអាមេរិកគឺត្រៀមលក្ខណៈជាប់ត្រៀមជាស្រេចទៅហើយក្នុងការឆ្លើយតបប្រសិនបើអ៊ីរ៉ង់សម្លាប់បាតកោដោយសារតែនៅទីនោះមានបាតកម្មកំពុងតែកើតមានឡើងប្រឆាំងនឹងស្ថានភាពទំនិញឡើងថ្លៃសេដ្ឋកិច្ចមានភាពដុនដាបកំពុងកើតមានឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ហើយបាតកោបានធ្វើបាតកម្មជាច្រើនថ្ងៃមកហើយបាទហើយក៏មានការប៉ះទង្គិចបាទមានការប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខផងដែរដែលនៅក្នុងការប៉ះទង្គិចហ្នឹងគឺបើតាមសេចក្តីរាយការណ៍គឺមានយ៉ាងហោចណាស់គឺមានមនុស្សចំនួន6នាក់ត្រូវបានសម្លាប់ហើយគឺជារឿងមួយដែលកើតមានឡើងបាទអកុសលដែលបាតកោបានស្លាប់បាត់បង់ជីវិតបាទនៅក្នុងការប៉ះទង្គិចគ្នាបាទប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងសន្តិសុខដូច្នេះហើយបានធ្វើឲ្យលោកប្រធានាធិបតី Donald Trump លោកព្រមានហើយដូច្នេះពេលមានការព្រមាននេះគឺខាងទីក្រុងតេហរ៉ង់គឺអ៊ីរ៉ង់វិញក៏បានព្រមានសហរដ្ឋអាមេរិកវិញដែរថាកុំលោកដៃចូលធ្វើអន្តរាគមន៍បើមិនអញ្ចឹងទេអាចនឹងធ្វើឲ្យតំបន់ទាំងមូលមានអស្ថិរភាពហើយបើតាមការរាយការណ៍បានដឹងថាហាងនានានៅក្នុងទីក្រុងតេហរ៉ង់គឺម្ចាស់ហាងតែម្ដងបានប្រុងប្រយ័ត្នខ្លាំងហើយពួកគេខ្លះក៏បានធ្វើបាតកម្មកោតកម្មផងដែរនៅគឺចាប់ផ្ដើមតាំងពីថ្ងៃអាទិត្យមកដោយសារតែតម្លៃទំនិញគឺកាន់តែឡើងថ្លៃហើយមានបញ្ហាជាប់គាំងខាងផ្នែកសេដ្ឋកិច្ចបាទហើយនេះជាសកម្មភាពមួយដែលបាទកើតមានឡើងនៅតំបន់ជាច្រើនរហូតដល់មានការធ្វើជាចលនានយោបាយដើម្បីទាមទារបាទនៅផ្នែកខ្លះនៃប្រទេសរបស់អ៊ីរ៉ង់ហើយលោកប្រធានាធិបតីបានសរសេរនៅតាមបណ្ដាញសង្គម Truth Social ថាប្រសិនបើអ៊ីរ៉ង់បាញ់នឹងសម្លាប់ដោយហិង្សាទៅលើបាតកោ
ដែលតវ៉ាដោយសន្តិវិធីនេះបាទដែលនេះគឺជាទម្លាប់របស់ពួកអ៊ីរ៉ង់នោះគឺសហរដ្ឋអាមេរិកក៏មិននៅស្ងៀមដែរគឺនឹងទៅជួយពួកគេបាទនេះគឺជាសារដែលលោកប្រធានាធិបតីបានលើកឡើងហើយគឺមេដឹកនាំខាងយោធារបស់ខាងសន្តិសុខរបស់ខាងអ៊ីរ៉ង់វិញក៏បានព្រមានសហរដ្ឋអាមេរិកកុំឲ្យធ្វើដូច្នេះពីព្រោះអីវាអាចនឹងប៉ះពាល់ទៅដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកផងដែរចាំបានន័យថាអ៊ីរ៉ង់ព្រមានថាបើសិនជាសហរដ្ឋអាមេរិកជួលអន្តរាគមន៍ដោយរូបភាពណាមួយគឺអាចនឹងផលប៉ះពាល់ទៅដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់គឺបានន័យថាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកឯហ្នឹងកាតាឯហ្នឹងគឺអាចនឹងរងផលប៉ះពាល់ពីសកម្មភាពរបស់អ៊ីរ៉ង់តវិញបាទហើយលោកឡារីចានីដែលជាទីប្រឹក្សារបស់មេដឹកនាំអ៊ីរ៉ង់គាត់បានសរសេរតាមបណ្ដាញសង្គម X មកវិញថាបាទប្រធានាធិបតីសហរដ្ឋអាមេរិកបាទគួរតែគិតគូរទៅដល់សមត្ថភាពរបស់ទាហានរបស់សហរដ្ឋអាមេរិកផងបើសិនជាមានការធ្វើអន្តរាគមន៍ណាមួយបាទក៏ប៉ុន្តែមកដល់ពេលនេះគឺជាផ្លូវការមេដឹកនាំអ៊ីរ៉ង់គាត់ទទួលស្គាល់ថាបាតកម្មនេះគឺជាការមួយដែលសម្ដែងការមិនពេញចិត្តរបស់ប្រជាពលរដ្ឋដោយសារតែរឿងបញ្ហាសេដ្ឋកិច្ចហើយជាបាតកម្មដោយអហិង្សាដូច្នេះជារឿងមួយដែលរដ្ឋាភិបាលអ៊ីរ៉ង់នឹងទទួលយកដោះស្រាយហើយជាការតវ៉ាត្រឹមត្រូវហើយអាចយល់បានបាទគឺប្រសិនបើខាងរដ្ឋាភិបាលអ៊ីរ៉ង់មិនដោះស្រាយបញ្ហានេះទេគឺអាចអ៊ីរ៉ង់ខ្លួនឯងនឹងធ្លាក់នរកគាត់ថា end up in hell បើសិនជារដ្ឋាភិបាលមិនដោះស្រាយបញ្ហានោះទេបាទដូច្នេះខាងរដ្ឋាភិបាលជំហរជាផ្លូវការគឺអត់ទាន់បានប្រើពាក្យហិង្សានៅឡើយទេបើទោះបីជាការប៉ះទង្គិចមានការស្លាប់បាតកោយ៉ាងហោចណាស់ចំនួន9នាក់ក៏ដោយបាទនេះគឺជាស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់បើព័ត៌មានចុងក្រោយនេះគឺតាក់ទងជាមួយនឹងប្រទេសវេណេស៊ុយឡាហើយនិងសហរដ្ឋអាមេរិកគឺបើយោងតាមការផ្ដល់បទសម្ភាសន៍របស់ប្រធានាធិបតីនៃប្រទេសវេណេស៊ុយឡាលោកនីកូឡាម៉ាឌូរ៉ូសបាននៅក្នុងជាមួយនឹងសារព័ត៌មានផ្សាយជាភាសាអេស្ប៉ាញបានដឹងថាគឺរដ្ឋាភិបាលរបស់លោកនឹងត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដោយលោក Nicholas ក៏ថាឥឡូវយកតួលេខមកពិភាក្សាគ្នាថាតើតួលេខនៃការជួញដូរគ្រឿងញៀនពីវេណេស៊ុយឡាទៅសហរដ្ឋអាមេរិកហ្នឹងគឺមានចំនួនប្រមាណកុំចេះតែចោទដើម្បីជាហេតុផលក្នុងការចង់ផ្លាស់ប្ដូររបបហើយនឹងចាំបានប្រេងរបស់ខាងវេណេស៊ុយឡាបាទនេះបើតាមការបញ្ជាក់របស់លោកម៉ាឌូរ៉ូនីកូឡាម៉ាឌូរ៉ូបាទគាត់ថាពិតទៅហេតុផលសំខាន់ដែលសហរដ្ឋអាមេរិកចង់ធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសវេណេស៊ុយឡានោះគឺចង់ផ្លាស់ប្ដូររបបហើយនឹងចង់បានធនធានប្រេងរបស់វេណេស៊ុយឡាតែប៉ុណ្ណោះពីព្រោះវេណេស៊ុយឡាគឺជាប្រទេសដែលមានធនធានរ៉ែប្រេងនេះច្រើនជាងគេបំផុតនៅលើពិភពលោកហើយលោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកវិញចាត់ទុកលោកនីកូឡាម៉ាឌូរ៉ូថាជាមេក្រុមជួញដូរគ្រឿងញៀនដែលសហរដ្ឋអាមេរិកត្រូវតែកម្ចាត់បាទអញ្ចឹងលោកនីកូឡាសគាត់ថាបាទនីកូឡាសម៉ាឌូរ៉ូគាត់ថាបើអាមេរិកចង់បានប្រេងបាទសូមបញ្ជាក់ប្រាប់មកថាតើចង់បានប៉ុន្មានដូចជាក្រុមហ៊ុន Chevron ដែលកំពុងប្រតិបត្តិការនៅទីនោះតែចង់បានប្រេងប៉ុន្មានចង់បាននៅពេលណាចង់បាននៅកន្លែងណាអាចចរចាគ្នាបានបាទមិនត្រឹមតែពីរឿងគ្រឿងញៀនតែប៉ុណ្ណោះទេហើយបើយោងតាមបទសម្ភាសន៍នេះបានឲ្យដឹងថានៅពេលដែលអ្នកសារព័ត៌មានសួរថាតើមានការវាយប្រហារទៅលើកំពង់ផែលើដីគោករបស់ប្រទេសវេណេស៊ុយឡាហ្នឹងតើយល់យ៉ាងណាដែរគឺលោកម៉ាឌូរ៉ូគាត់មិនឆ្លើយទេបាទពីព្រោះអីបើតាមសេចក្តីរាយការណ៍មកគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់កាលពីថ្ងៃច័ន្ទថាមានការវាយប្រហារទៅលើកំពង់ផែរបស់ប្រទេសវេណេស៊ុយឡាបាទដែលជាកំពង់ផែដែលសហរដ្ឋអាមេរិកចោទថាវេណេស៊ុយឡាគាត់ប្រើប្រាស់ដើម្បីដឹកនាំគ្រឿងញៀនមកសហរដ្ឋអាមេរិកក៏ប៉ុន្តែខាងហើយការវាយប្រហារនេះបើតាមសេចក្តីរាយការណ៍នេះគឺអ្នកនៅពីក្រោយរៀបចំនោះគឺក្រុម CIA ក្រុមចារកម្មស៊ើបការរបស់ខាងសហរដ្ឋអាមេរិកក៏ប៉ុន្តែនៅក្នុងបទសម្ភាសន៍នោះគឺលោកនីកូឡាម៉ាឌូរ៉ូមិន
ឆ្លើយតបនឹងសំណួរទេលោកបដិសេធបាទអញ្ចឹងសូមអរគុណប្រិមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មាននេះបាទអញ្ចឹងនៅម្ដងទៀតណាសម្រាប់អ្នកដែលទើបចូលថ្មីគឺកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងអត់មានទេនៅល្ងាចនេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកឬក៏សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជាគឺពេលព្រឹកពេលព្រឹកស្អែកហ្នឹងគឺអត់មានទេកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងក៏ប៉ុន្តែបើមានព័ត៌មានអ្វីថ្មីខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូនជាបន្តបាទជាថ្មីម្ដងទៀតខ្ញុំអរគុណច្រើនគ្មានអ្វីជាកិត្តិយសសម្រាប់ខ្ញុំជាងការដែលខ្ញុំខិតខំចែករំលែកព័ត៌មាននេះហើយប្រិមិត្តចូលមកផ្ដល់តម្លៃទទួលស្ដាប់ពីខ្ញុំប៉ុន្តែធ្វើតាមមិនធ្វើតាមនឹងរឿងផ្សេងណាឲ្យតែសំខាន់ឲ្យស្ដាប់សិនណាឲ្យស្ដាប់សិនដែលជារឿងមួយសំខាន់ណាស់ហើយក៏មិនភ្លេចដែរអរគុណបងប្អូនក៏ដោយក្មួយៗដោយដែលបានយកព័ត៌មាននេះទៅចែកចាយបន្តបាទដែលខ្ញុំសប្បាយរីករាយណាស់ជាពិសេសនៅពេលដែលមានអ្នកផ្ញើคลิปមកឲ្យខ្ញុំស្ដាប់អ្វីដែលខ្ញុំនិយាយនេះប៉ុន្តែមិនមែនជាเพจរបស់ខ្ញុំទេពីเพจអ្នកដទៃខ្ញុំសប្បាយរីករាយខ្ញុំឃើញថាអូខេអញ្ចឹងបានន័យថាមានគេបានស្ដាប់ច្រើនទោះបីជាតាមប្រភពណាក៏ដោយខ្ញុំអរគុណជាប់ជានិច្ចបាទឲ្យតែបានស្ដាប់បាទអញ្ចឹងសូមអរគុណម្ដងទៀតណាសូមជម្រាបលា